ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះសូមមក review ពីដើមក្រូចសើចស្តុកថ្មីបងប្អូននិយាយរួមទៅដើមដូចនៅដៃនឹងខ្ញុំកាន់អញ្ចឹងណាបងប្អូននេះជាប្រភេទដើមបាច់មែកច្រើនក៏មានប្រភេទមែកត្រង់មួយចេះក៏មានដែរប៉ុន្តែភាគច្រើនស្តុកថ្មីសារនេះសុទ្ធតែប្រភេទបែកមែកទាំងអស់ដូចក្នុងរូបអញ្ចឹងណាចឹងបើសិនបងប្អូនចង់ដាំជាប្រភេទក្រូចសើចខ្មែរយើង 100% ធានាសុទ្ធមកឈ្ងុយជូនបងប្អូនតែម្ដងបងប្អូនអាចធ្វើការតាក់ទងកំងបានបងប្អូននិយាយទៅនៅស្តុកមានប្រហែលខ្ទង់3000ដើមបងប្អូននិយាយទៅគោះសម្រាប់រៀបចំដោយភ្ញៀវរាល់ថ្ងៃចឹងណាឥឡូវយើងដល់រដូវដាំហើយចឹងបើសិនបងប្អូនចង់ដាំអាចធ្វើការតាក់ទងកំងបានខ្ញុំទៅអាដើមដែលខ្ញុំកំពុងតែកាន់នៅដៃនេះជាប្រភេទដើមក្រូចសើចអាដើមអារៀងតូចល្មមបងប្អូនអានឹងមួយដើម6000កម្ពស់វាចាប់ពី1ម៉ែត្រឡើងហើយបងប្អូនចង់បានអាធំក៏មានដែរនិយាយទៅខាងយើងមាន3ខ្នាតចឹងណាបងប្អូននិយាយទៅដើមក្រូចពោធិ៍សាត់ចន្ទឃ្មុំក្រូចឆ្មាខ្មែរក្រូចសើចគឺមានពេញស្តុកបើសិនបងប្អូនចង់ដាំជាប្រភេទដើមក្រូចមួយណាបងប្អូនអាចធ្វើការតាក់ទងកំងបានតាមលេខទូរស័ព្ទដែលដាក់នៅខាងលើ page ឬក៏ឆាតចូលតាម Telegram អរគុណ